បងប្អូនដែលមានเพจទូចណាបងប្អូនគួរកុំលេង content ផុសញញៃបើបងប្អូនធ្វើវីដេអូប្រភេទអីទៅបងប្អូនធ្វើប្រភេទនឹងសុទ្ធណាធ្វើឲ្យវាយូរតិចទៅវាផ្ទុះហើយបងប្អូនផ្ទុះទី1រក្សា view វីដេអូទី1ទី2ទៅរក្សា follower ទៀតបងប្អូនបើមិនជាកើន follower គឺសិតតែអ្នកតាមដានយើងទាំងអស់បងប្អូនណាហ្នឹងចំពោះតែ page ដែលគាត់លេង content មិនលេងឡំគឺអត្ថប្រយោជន៍ page ទូចគឺអាចសង្ឃឹមយើងលេងឡំគុំនេះបងប្អូនបើថា page គេខ្លះ page គេធំចឹងគេលេង content ចម្រុះអាហ្នឹងវាត្រូវឲ្យដោយសារអីអ្នក follow គេច្រើនដល់ពេល follow ច្រើនទៅគេដាក់អីទៅក៏មានអ្នកមើលអីទៅមានអ្នកមើលតែសំខាន់បងប្អូន page ទូចបងប្អូនកុំតាន់ផុសលេងឡំអីព្រេបដាស់បើសិនជាបងប្អូនផុសលេងឡំព្រេបដាស់បងប្អូនមិនទទួលបាន view មិនទទួលបាន follower ទេខ្ញុំឆ្លប់តែបងប្អូនឆ្លប់តែណាគឺបងប្អូនលេង content ណាគឺលេងនឹងសុទ្ធទាំង TikTok ក៏ដោយ YouTube ក៏ដោយ Facebook ក៏ដោយលេង content សុទ្ធសិនចាំយើងធំចាំ page យើងធំយើងលេងអីក៏មានអ្នកមើលច្រើនដែរតែព្យាយាមលេង content សុទ្ធសិនអា content សុទ្ធមានថា content អីយើងលេង content ហ្នឹងចឹងណាបងប្អូនយើងព្យាយាមផលិតវីដេអូយ៉ាងច្រើនតិចមកព្យាយាមផលិតយ៉ាងច្រើនណាពីថាខ្ញុំជឿថាបងប្អូន content តែហ្នឹងបងប្អូនពិបាកក្នុងការផលិតវីដេអូបើថាយើងចង់ផលិតប្លែកផ្សេងចឹងណាផលិតតែទៅខ្លាចគេអត់មើលបងប្អូនព្យាយាមគិតទៅឧទាហរណ៍ថា content បែបណា content ឧទាហរណ៍ខ្ញុំ content page របស់ខ្ញុំតាក់ទងជាមួយការធ្វើវីដេអូការរកលុយការអីខ្ញុំព្យាយាមរកចំណុចផ្សេងអីឲ្យវាតាក់គ្នាអាហ្នឹងជាប្រភេទ content តែមួយឯងមិនមែនថាឲ្យតែនិយាយដែលធ្វើដែលអាហ្នឹងប្រភេទតែមួយអត់ទេគឺធ្វើមិនក៏ដោយវាមានសាច់រឿងនៅក្នុងដែរឧទាហរណ៍ថាឥឡូវខ្ញុំដើរលេងថត vlog ចុះ vlog ឡើងទៅខ្ញុំបកស្រាយនៅក្នុងសាច់វីដេអូថានេះគឺរបៀបថត vlog នេះគឺជាការថតជា content មួយប្រភេទដែលគេចូលចិត្តមើលអញ្ចឹងទៅវាថាយើងដើរលេងទៅកុំឲ្យខាតអញ្ចឹងយើងចែករំលែកចំណេះដឹងចែករំលែកសកម្មភាពចែករំលែកទីកន្លែងដែលមានទីកន្លែងស្អាតអញ្ចឹងណាបងប្អូនយើងយកមកកាត់ទៅយើងយកមកកាន់តិចកាត់ឯណាអត់ស្អាតកាត់ចូលទៅឯណាស្អាតយើងមកហើយយើងអង្គុយមើលទៅវាប្រភេទវីដេអូហ្នឹងវាសាមឬក៏មិនសាមយើងអង្គុយមើលពីម្ដងបងប្អូនខ្ញុំអាសាអង្គុយមើលវីដេអូខ្ញុំផុសឲ្យខ្ញុំអាសាមើលវីដេអូខ្លួនឯងអាសាខ្ញុំមើលទៅខ្ញុំមានចំណុចណាដែលខ្ញុំមិនល្អដែលវាសាមអញ្ចឹងខ្ញុំព្យាយាមធ្វើវីដេអូក្រោយទៅខ្ញុំគិតទៀតឬក៏ពេលដែលយើងកាត់ហ្នឹងយើងមើលដែរកន្លែងណាមិនល្អយើងកាត់ចេញទៅបងប្អូនអញ្ចឹងយើងព្យាយាមអង្គុយមើលវីដេអូហ្នឹងបាន2ទៅ3ដងបងប្អូនចាំប្រហោះមើលកន្លែងណាល្អចាំប្រហោះបងប្អូនធ្វើដូចខ្ញុំបងប្អូនធ្វើដូចខ្ញុំព្យាយាមធ្វើប្រហែលមួយខែបងប្អូននឹងល្អព្រោះខ្ញុំឃើញបងប្អូនខ្លះក៏ព្យាយាមហើយគាត់ page របស់គាត់គឺ follower ឡើងលឿនហើយ view របស់គាត់សិតអាប់លឿនណាបងប្អូនគឺគាត់ព្យាយាមបងប្អូនណាខ្ញុំមានចែករំលែកប៉ុណ្ណឹងបងប្អូនខ្ញុំចេះដឹងតិចតួចអរគុណច្រើនបងប្អូន